ចូលដល់ទឹកទី3 Round 3ក៏លេចចេញនៅភ្នំកំបាត់ចាក់ឬ Pochcan Mountain ទីនោះហើយជាបន្ទាយចុងក្រោយដែលធ្វើឲ្យមហាអំណាចអាមេរិកវិលមុខក្របបែកទម្លុះបេតុងតម្លៃរាប់ពាន់លានដុល្លារក៏មិនអាចកំទេចវាបានដែរព្រោះវាស្ថិតនៅក្រោមដីជម្រៅជិត100ម៉ែត្រដែលជាកន្លែងស្តុកអុយរ៉ាញ៉ូមកម្រិតគ្រោះថ្នាក់ឥឡូវនេះលោកត្រាំប្រឈមមុខនឹងជំរើសចុងក្រោយក្នុងការបញ្ជូនទ័ពថ្មើរជើងចូលទៅក្នុងដីអ៊ីរ៉ង់របាយការណ៍ចេញពីគេហទំព័រ Caliber ដែលបានចុះផ្សាយនៅថ្ងៃទី13មីនាបានកត់សម្គាល់ភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិកជឿថាអ៊ីរ៉ង់បានបដូរទីតាំងរក្សាទុកសារធាតុអុយរ៉ាញ៉ូមចម្រាញ់រួចទៅកាន់បន្ទាយថ្មីដែលមានឈ្មោះថា Pochcan Mountain ហើយក៏ជាទីតាំងនៅក្បែរតំបន់ Natanz ផងដែរបន្ទាយនេះស្ថិតនៅជម្រៅ80ទៅ100ម៉ែត្រក្រោមដីដែលជាជម្រៅមួយដ៏មានសុវត្ថិភាពបំផុតសូម្បីតែក្របបែកទម្លុះបេតុងដ៏ខ្លាំងបំផុតរបស់សហរដ្ឋអាមេរិកក៏មិនអាចកំទេចបានដែរទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិឬហៅកាត់ថា IAEA បានប៉ាន់ស្មានថាអ៊ីរ៉ង់មានសារធាតុអុយរ៉ាញ៉ូមចម្រាញ់កម្រិត 60% ប្រមាណជាង400គីឡូក្រាមកាលពីឆ្នាំ2025ដែលបរិមាណនេះអាចយកទៅធ្វើជាស្នូលគ្រាប់បែកនុយក្លេអ៊ែរបានរហូតដល់10គ្រាប់បច្ចុប្បន្នគេមិនដឹងច្បាស់ថាអ៊ីរ៉ង់លាក់វានៅទីណាឲ្យប្រកាសនោះទេខណៈដែលអាជ្ញាធរអាតូមិកពិភពលោកត្រូវបានអ៊ីរ៉ង់បដិសេធមិនឲ្យចូលត្រួតពិនិត្យឥឡូវនេះជាពេលដែលសហរដ្ឋអាមេរិកប្រឈមមុខនឹងជំរើសចុងក្រោយគឺបញ្ជូនទ័ពថ្មើរជើងចូលទៅក្នុងដីអ៊ីរ៉ង់តែម្ដងដើម្បីសម្រេចបេសកកម្មនេះអាមេរិកត្រូវប្រើប្រាស់កងកម្លាំងអិសរាជជនបំផុតដូចជា Delta Force ឬនាវាស៊ីសហការជាមួយកងកម្លាំងដូអ៊ីស្រាអែលពួកគេនឹងត្រូវចូលទៅក្នុងទឹកដីសត្រូវដែលពោពេញទៅដោយប្រព័ន្ធការពារដែនអាកាសនិងកងកម្លាំងការពារបដិវត្តអ៊ីរ៉ង់ការវាយឆ្មក់ចូលទៅក្នុងរូងភ្នំជម្រៅ100ម៉ែត្រគឺជាការច្បាំងក្នុងទីតាំងចង្អៀតដែលបច្ចេកវិទ្យាអាកាសមិនអាចជួយបានច្រើនឡើយហើយហានិភ័យនៃកងទ័ពត្រូវជាប់អន្ទាក់ឬត្រូវចាប់ធ្វើជាចំណាប់ខ្មាំងគឺមានហានិភ័យខ្ពស់បំផុតនៅក្នុងសន្និសីទសារព័ត៌មានមួយរបស់មន្ទីរបញ្ចកោណនៅថ្ងៃទី12មីនារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth បានហៅការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថាជាបេសកកម្មស្នូលប៉ុន្តែលោកបានបដិសេធមិននិយាយថាតើកងកម្លាំងជើងគោកនឹងត្រូវការដើម្បីធានាបាននៅសារធាតុអុយរ៉ាញ៉ូមដែលចម្រាញ់រួចឬអត់នោះទេមុននេះលោក Pete Hegseth បានប្រាប់ CBS News ថាលោកនឹងមិនច្រានចោលការដាក់ពង្រាយកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ទេទោះបីជាលោកបានទទូចថាយុទ្ធនាការនេះនឹងមិនខ្លាយទៅជាយុទ្ធនាការបើកចំហក៏ដោយបញ្ហាប្រឈមដ៏ធំបំផុតមួយទៀតគឺការចាត់ចែងសារធាតុអុយរ៉ាញ៉ូមកម្រិត 60% ប្រមាណជាង400គីឡូក្រាមដោយក្នុងនោះសហរដ្ឋអាមេរិកមានជំរើសពីរទី1គឺការដឹកជញ្ជូនសារធាតុទាំងនេះចេញមកក្រៅដែលទាមទារពេលវេលានិងយានយន្តធុនធ្ងន់ក្នុងទឹកដីសត្រូវឬទី2គឺការបញ្ជូនអ្នកជំនាញនុយក្លេអ៊ែរទៅបន្សាបវានៅនឹងកន្លែងជំរើសទាំងពីរនេះសុទ្ធតែទាមទារឲ្យសហរដ្ឋអាមេរិកត្រូវគ្រប់គ្រងបន្ទាយនោះឲ្យបានរាប់ម៉ោងឬរាប់ថ្ងៃដែលវាមិនខុសពីការសម្លាប់ខ្លួនឡើយប្រសិនបើកងទ័ពអ៊ីរ៉ង់មកដល់ទន្ទឹមនឹងនេះផងដែរអ្នកជំនាញយោធាបានប្រមានថានេះគឺជាបេសកកម្មអត្តឃាតទោះបីជាកងទ័ពសហរដ្ឋអាមេរិកខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេមិនអាចទប់ទល់ទៅនឹងកងទ័ពអ៊ីរ៉ង់រាប់ម៉ឺននាក់ដែលឡំព័ទ្ធនៅខាងក្រៅភ្នំបានឡើយនេះហើយជាមូលហេតុដែលលោកត្រាំនិងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pete Hegseth កំពុងតែឈឺក្បាលវិលមុខយ៉ាងខ្លាំងមានសំណួរកើតឡើងតើគួរតែវាយដើម្បីបញ្ឈប់គ្រោះថ្នាក់នុយក្លេអ៊ែរឬក៏ការវាយនោះគឺជាការដុតបញ្ឆេះសង្គ្រាមលោកដែលនឹងរលាយពិភពលោកនេះទាំងមូលខ្ញុំសំអាងវណ្ណៈ True Insiderប្រូម៉ូសិនដ៏អស្ចារ្យ 8+3 ពីបូរីមេកុងឡែន កុំភ្លេចមកកាន់ការិយាល័យលក់ផ្ទាល់ឥឡូវនេះដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសពីទូនាំលាបផ្ទះនាំសំណាងសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ061 955 995